ហើយអ្វីបានជាយើងទាំងអស់គ្នាជ្រើសរើសរថយន្ត Hongqi ដែលជា brand លេខ1នៃប្រទេសចិនជំរាបសួរខ្ញុំបាទ Tommy ថ្ងៃនេះមានកិត្តិយសសូមលើកយកប្រវត្តិការនិងចំណុចពិសេសរបស់រថយន្ត Hongqi ជាការពិតណាស់ Hongqi បើយើងបកប្រែជាភាសាខ្មែរមានន័យថាទង់ក្រហមឬជាភាសាអង់គ្លេសមានន័យថា Red Plate ដែលជានិមិត្តសញ្ញានៃប្រជាជាតិប្រជាជនចិនរថយន្ត Hongqi បានបង្កើតឡើងនៅឆ្នាំ1958ពេលនោះថ្នាក់ដឹកនាំនៃប្រទេសចិនពិតជាមានការសប្បាយចិត្តជាខ្លាំងដែលរថយន្ត Hongqi ជា brand មួយដែលបានលេចមុខមាត់នៅលើពិភពលោកហើយរថយន្ត Hongqi បានយកទៅប្រើប្រាស់ជារថយន្តសម្រាប់ថ្នាក់ដឹកនាំកម្ពុជានិងជាក្បួនដង្ហែពិសេសផងដែរដោយបងប្អូនបានដឹងច្បាស់ហើយនៅក្នុងឆ្នាំ1970និង1975ព្រះបាទបរមកោដ្ឋនរោត្តមសីហនុនិងសម្ដេចយាយបានយាងទៅទស្សនកិច្ចនៅប្រទេសចិនដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់ប្រទេសចិនបានយករថយន្ត Hongqi ដើម្បីធ្វើជាព្រះធានាងមកទទួលព្រះអង្គទាំងពីរដោយរថយន្ត Hongqi គឺជារថយន្តដែលមានសុវត្ថិភាពខ្លាំងបំផុតសម្រាប់ព្រះអង្គនិងថ្នាក់ដឹកនាំកម្ពុជាផ្សេងៗនៅពេលថ្មីៗនេះដែរនៅប្រទេសកម្ពុជាយើងមានព្រឹត្តិការណ៍មួយដ៏អស្ចារ្យគឺការទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោកស៊ីនជីពីងគាត់បានប្រើនៅរថយន្តផ្ទាល់ខ្លួនគឺរថយន្ត Hongqi N701 ដែលតំណាងឲ្យប្រទេសចិនទាំងមូលហើយការទស្សនកិច្ចនេះគឺគាត់បានប្រើប្រាស់នៅរថយន្តប្រភេទ Hongqi មួយនេះគឺទស្សនកិច្ចនៅទូទាំងពិភពលោកតែម្ដងភាពជោគជ័យរបស់រថយន្ត Hongqi បានធ្វើឲ្យពិភពលោកទាំងមូលទទួលស្គាល់នៅគុណភាពអស្ចារ្យនិងភាពទំនើបរបស់ Hongqi ទាំងមូលមកដល់ពេលនេះដែរក្រុមហ៊ុន Mingyang Kouachi បានទទួលសិទ្ធិផ្ដាច់មុខនាំចូលរថយន្ត Hongqi គ្រប់ម៉ូដែលនៅក្នុងទីផ្សារនៃប្រជាជាតិកម្ពុជាយើងអស់រយៈពេល5ឆ្នាំរួចមកហើយដូចក្នុងពេលថ្មីៗនេះដែរក្រុមហ៊ុន Hongqi បានផ្ដល់ភាពទំនុកចិត្តខ្លាំងជាមួយនឹងរដ្ឋាភិបាលនៃប្រជាជាតិកម្ពុជានិងបានផ្ដល់និងឧបត្ថម្ភនៅរថយន្តជាច្រើនគ្រឿងនៅតាមក្រសួងនានាមានដូចជាក្រសួងព្រះបរមរាជវាំងក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃមកដល់ពេលនេះដែរក្រុមហ៊ុន Hongqi បានបង្កើតភាពល្បីល្បាញអស្ចារ្យនិងមានការលក់ចេញជាច្រើនគ្រឿងដោយសារតែអតិថិជនគាត់មានទំនុកទុកចិត្តខ្ពស់ជាពិសេសគឺសេវាកម្មជួសជុលនិងផ្ដល់គ្រឿងបន្លាស់គ្រប់បែបយ៉ាងនេះហើយភាពជោគជ័យរបស់ Hongqi